លោកស្រីលូនីនជាជនជាតិដើមភាគតិចគួយរស់នៅភូមិកគីក្នុងខេត្តកំពង់ធំលោកស្រីជាអនុប្រធានទី2នៃគណៈកម្មការសហគមន៍ព្រៃឈើសាលាឆ្ដោលោកស្រីបានលះបង់កម្លាំងកាយចិត្តនិងចូលរួមសម្របសម្រួលយ៉ាងសកម្មពិសេសការងារកេងកកម្លាំងចុះល្បាតព្រៃសកម្មភាពទប់ស្កាត់បទល្មើសការទន្ទ្រានដីធ្លីនិងកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍លោកស្រីត្រូវបានគេមើលឃើញផងដែរថាជាអ្នកដឹកនាំពីធម្មជាតិនិងត្រូវបានសហគមន៍ទុកចិត្តគាំទ្រលោកស្រីលើការដឹកនាំក្រុមចុងភៅបង្ហាត់បង្រៀនយុវជនពីតម្បាញនិងរាំថនដែលជាផ្នែកមួយនៃសិល្បៈប្រពៃណីទាំងនេះជាផ្នែកមួយដ៏សំខាន់ដែលលោកស្រីបានផ្ទេរចំណេះដឹងប្រពៃណីទៅយុវជនជំនាន់ក្រោយហើយរួមចំណែកលើការការពារដីធ្លីធនធានធម្មជាតិនិងការពារវប្បធម៌ប្រពៃណីជនជាតិដើមគួយឲ្យរស់រានបន្តទៅមុខទៀតបាត់ព្រៃឈើបាត់មុខហូបទាំងអស់សម្ដីមួយក៏អត់មានទេព្រោះហេតុអីមហូបនេះនៅក្នុងព្រៃយើងដាំវាអត់កើតទេដូចជាចុងសោមចុងផ្អាវផ្សិតខ្នោផ្សិតតាយ៉ងផ្សិតក្ងោកអីយើងអត់មានមិនតោះបានរាល់ថ្ងៃក្រុមខ្ញុំដែលដឹកនាំបន្ទាល់វាមានដើររបាតព្រៃក្រុមតម្បាញមានក្រុមធ្វើម្ហូបហើយនឹងមានក្រុមថនហើយនឹងរបាំមូលហេតុដែលក្រុមទាំង3នេះដែលពួកខ្ញុំប្រកាសឡើងវាសំខាន់សម្រាប់ពួកខ្ញុំមុនដំបូងខ្ញុំពិបាកណាស់ហើយរួមនឹងគេតាមខ្ញុំរួមនឹងគេជឿជាក់ខ្ញុំមកព្រោះអីខ្ញុំវាក្រអ្នកខ្លះគេថាគេអត់ជឿទេអ្នកក្រធ្វើអីក៏គេមិនដែលតាមដែរប៉ុន្តែចិត្តខ្ញុំវាស្រឡាញ់ធនធានធម្មជាតិបើសិនជាខ្ញុំមិនខំតើមិនបាត់បង់ធនធានធម្មជាតិដែលថាការងាររួមគ្នាត្រូវប្រជុំគ្នាអីថ្នល់អីនោះខ្ញុំទៅពីនេះឯងជិះម៉ូតូទៅប្រជុំដាច់យប់មកវិញយប់ដល់ជិះម៉ូតូយប់ទៅអីទៀតភ្លៀងករិនទៀតខ្ញុំតស៊ូសប្បែបសប្យាបារម៉ូតូអត់មានភ្លើងទៀតជិះអត់ដឹងខ្លាចដឹងអីទេខ្ញុំថាឡាប់តាណាចូលទៅនោះបបាក់ការងារនោះដឹងបបាក់ហើយនិយាយរងខ្ញុំអត់ចេះសរទៀតប្រើគេទៅសេអុយវាមិនដូចខ្លួនឯងដែលចង់បានដែលចង់ទៅសេហើយអាកលេងនោះដែលខ្ញុំបបាក់ខ្លាំងជាងគេខ្ញុំត្រូវលើកនិយាយហើយខ្ញុំប្រើនឹងខួរក្បាលខ្ញុំវាដែលចំណាំអស់វាចំណាំមិនអស់ទេហើយខ្ញុំរងថ្ងៃតស៊ូតែនឹងកម្លាំងតំណងបើអត់តស៊ូនឹងទៅសេអីរបាយការណ៍អីគឺខ្ញុំអត់ចេះទេរបាយការណ៍ប្រើក្រុមយុវជនតែពេលយកទៅក៏ខ្ញុំចេះតែអាសាទៅខ្លួនឯងដូចថាគ្នាពីរនាក់ឯងមកចេះទៅគេគម្រាមកំហែងគេចេះរកសម្រាប់រកអីមកខ្ញុំចេះទៅតែពេលយូរទៅបងប្អូនគេថាអូនេះអ្នកថែធនធានធម្មជាតិនៅគ្នាស្មោះត្រង់គាត់ចេះមកជួយថែខ្លះដែរខ្ញុំតស៊ូចេះតវ៉ាចេះអីបាននៅព្រៃនៅអីតែសារថាក្រុមដែលពីរក្រុមនោះពួកខ្ញុំបានធ្វើទៅវាទៅលលូនចាអញ្ចឹងទៅក្មេងៗជំនាន់ក្រោយគេជឿជាក់ថាអូចាស់ដឹកនាំធ្វើអានេះទៅល្អទៅហើយរីកចម្រើនយោដល់ពេលយកក្មេងជំនាន់ក្រោយគេមើលយើងទៅយើងដឹកនាំខាងតម្បាញនេះបានទៅលលូនល្អហើយដឹកនាំខាងចុងភៅនោះបានទៅល្អហើយយើងចាប់ផ្ដើមហៅក្រុមយុវជនយើងមកពិភាក្សាគ្នាតើទាំងអស់គ្នានេះពួកខ្ញុំគិតគ្នាចាស់ទុំហើយក្រុមស្ត្រីនេះថាយើងនឹងបង្កើតកូនថនមួយវងឲ្យវាល្បីតែពេលយកទៅក៏កូនក្មេងអត់អីទេអត់អីគេតាមពួកខ្ញុំចាស់ឯងជាក្រុមស្ត្រីឯងគេថាថ្ងៃអាទិត្យថ្ងៃអីប៉ុណ្ណាដែលត្រូវថ្ងៃអាទិត្យថ្ងៃសៅរ៍ឯងទៅថនទៅបានលុយមកយកទៅសិក្សាមួយចំនួនទៀតយកម៉ែឪក៏អត់មានស្ដីបន្ទោសឲ្យកូនដែរហើយម៉ែឪក៏មើលថាអូនេះធ្វើចេះទៅវាល្អហើយគាត់ពេលដើមមកគាត់ធ្លាប់ថនដែរម៉ែឪទាំងអស់នោះឯងគាត់តែពេលឃើញកូនគាត់ចុះគាត់ស្ដាយទៅប៉ុន្តែណាក៏គាត់ទៅតាមឯងសឹកចិត្តជួលសុហីឡានទៅតាមមើលកូនឯងបិណ្ឌបេះយប់ពេលថ្ងៃក៏តាមរហូតឯងម៉ែដោយសារក្រុមទាំង3នោះយើងធ្វើទៅបានសម្រេចយើងចេះសហការគ្នា
សហការគ្នាដែលថាយើងមានហាក់ដើរបាត់ព្រៃអើតែថាហៅទៅថ្ងៃណាទៅព្រឹបនេះឯងហើយមានបនទៀនក្នុងភូមិមិនលឹងដូនតាលឹងអីក៏ដោយស្រស់គ្នាធ្វើអ្វីមួយស្រស់គ្នាទាំងអស់មានតែតំបាញមានតែអនុអីយើងស្ត្រីនៅផ្ទះដល់ពេលយើងបានធ្វើចោះទៅយើងមានកម្រៃសម្បីតែក្នុងគ្រួសារយើងអត់ស្រីបន្ទោសឲ្យយើងដែរយើងបានកម្រៃចូលក្នុងគ្រួសារយើងសម្រាប់កូនទៅរៀនសម្រាប់ទិញម្ហូបបានពីមុនដំបូងមកអត់ទាន់បានពួកខ្ញុំសកម្មឯណាជួយថែព្រៃធម្មជាតិឯណាទៅក្រុមគ្រួសារចុះទៅវាមានខ្លះដែរស្ដីបន្ទោសពីប្តីពីអីដល់ពេលស្ងៃពួកខ្ញុំអត់មានទេខ្ញុំចង់สนុំពរដូចជារដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ហើយនឹងអង្គការដៃគូនានាទាំងអស់សូមជួយខ្ញុំដូចជាជួយខាងតម្បាញឲ្យមានម៉ាស៊ីនដេរឲ្យមានគ្រូបង្គោលហើយសូមដូចជារោងតម្បាញហើយក្រុមចុងភៅនោះឲ្យមានរោងចុងភៅស្រាប់កុំអុយបបាមានរោងចុងភៅទៅយើងស្រួលដាក់ចានដាក់ឆ្នាំងដាំឡកុំអុយទៅទឹកភ្លៀងកុំអុយអីមិនចង់ឲ្យមានផ្សារនោះវាសំខាន់សម្រាប់ស្ត្រីពួកខ្ញុំបើពួកខ្ញុំធ្វើហើយទៅអត់មានទីកន្លែងលក់អត់មានផ្សារច្បាស់លាស់ទៅយកទៅលក់ឯណាអត់មានបណ្ណាគេដឹងបើសិនជាមានកន្លែងលក់ទីផ្សារពួកខ្ញុំធ្វើហើយយកទៅដាក់ធ្វើហើយយកទៅដាក់លក់ទៅហើយមានតែលក់ទៅនោះស្រេចអ្នកធ្វើចេះតែធ្វើទៅខ្ញុំសូមផ្ញើសារទៅស្ត្រីយើងទាំងអស់គ្នាជនជាតិដើមយើងហើយទាំងក្រុមយុវជនហើយយើងកុំអុយគិតតែប្រយោជន៍ក្រុមគ្រួសារយើងពេកយើងត្រូវតែលះបង់ទៅសហគមន៍យើងបានរស់ទាំងអស់គ្នាតែបើយើងធ្វើតែក្រុមគ្រួសារយើងរស់តែក្រុមគ្រួសារយើងហើយក៏បាត់បង់ទុនធានធម្មជាតិបាត់បង់ប្រពៃណីរបស់ជនជាតិយើងដែរជួយថែរក្សាទុនធានធម្មជាតិហើយនឹងសហគមន៍យើងរបស់រួមទាំងអស់គ្នាទាំងចាស់ទាំងក្មេង